រឿងចោរលួចគោមាននិទានមួយថាមានបុរសម្នាក់ទិញគោមួយដឹកមកដល់ផ្ទះខ្លួនហើយរៀបចំនំចំណីចងដៃជាស្រេចរួចបុរសនោះដឹកគោចេញទៅចងឯក្រៅឲ្យឆេះស្មៅហើយទៅដេកក្រោមម្លប់ឈើកំពុងតែដេកលក់ស្រួលមានបុរសម្នាក់ដើរមកឃើញគោនោះក៏ស្រាយយកទៅបុរសម្ចាស់គោភ្ញាក់ឡើងពុំឃើញគោក៏ក្រោកឈរមើលទៅឃើញចោរកំពុងដឹកគោនោះនាំរត់ទៅបុរសម្ចាស់គោតាមទៅរៀបនឹងទាន់ក៏ស្រែកហៅថាវើយចោរដឹកគោអញទៅណាចោរនោះមិនស្ដីបុរសម្ចាស់គោរត់ទៅចាប់ខ្សែគោអំពីដៃចោរថាអីអញចង់អស់សំណោចនឹងចៅនេះពេកណាគោអញដឹកពីផ្ទះមកមិនដេចក៏ចៅឯងមកចោទថាអញលួចគោចៅទាំងពីរដណ្ដើមគោគ្នាទៅវិញទៅមកសិតតែបានរៀងខ្លួនទៅចៅទាំងពីរនោះដឹកគោទៅប្តឹងចៅក្រមដោយដំណើរទីតីពីគ្នាចៅក្រមកាត់សេចក្តីឲ្យចៅទាំងពីរនោះពុំបានក៏នាំគ្នាទៅគាល់ព្រះមហាក្សត្រក្រាបបង្គំទូលតាមដំណើរនោះឯចៅម្ចាស់គោក្រាបបង្គំទូលថាគោនេះខ្ញុំព្រះបាទអង្គម្ចាស់ទៅនឹងទិញពីគេមកដល់ផ្ទះចង់ឲ្យទទួលព្រះរាជទានស្មៅខ្ញុំព្រះបាទអង្គម្ចាស់ទៅទទួលព្រះរាជទានដំណេកលក់ស្រាប់តែចៅនេះមកលួចដឹកគោខ្ញុំព្រះបាទអង្គម្ចាស់យកទៅលុះខ្ញុំព្រះបាទអង្គម្ចាស់ក្រោកពីដំណេកទៅតាមយកគោពីចៅនេះពុំព្រមឲ្យចេះដណ្ដើមគោពីខ្ញុំព្រះបាទអង្គម្ចាស់ព្រះមហាក្សត្រទ្រង់ដណ្ដឹងថាគោនេះចៅឲ្យស៊ីអ្វីចៅម្ចាស់គោក្រាបទូលថាឲ្យទទួលព្រះរាជទានស្មៅចៅឆ្លើយថាខ្ញុំព្រះបាទអង្គម្ចាស់ដឹកគោមកអំពីផ្ទះខ្ញុំព្រះបាទអង្គម្ចាស់ស្រាប់តែចៅនេះដើរមកពីណាមកដណ្ដើមគោខ្ញុំព្រះបាទអង្គម្ចាស់កណ្ដាលផ្លូវព្រះមហាក្សត្រទ្រង់សួរថាគោនេះចៅឯងឲ្យស៊ីអ្វីចៅឆ្លើយថាឲ្យទទួលព្រះរាជទានសណ្ដែកព្រះមហាក្សត្រឲ្យអាមាត្យយកស្លឹកប្រកុងបង្អក់គោហើយគោនោះវារើចេញមកឃើញតែស្មៅពុំឃើញស្លឹកសណ្ដែកមួយតងនៅក្នុងពោះគោនោះឡើយព្រះអង្គមានបន្ទូលថាអានេះលួចគោមែនទើបព្រះអង្គកាត់ឲ្យចៅម្ចាស់គោនោះឈ្នះរឿងនិទានខ្លីខ្ញុំក៏សូមបញ្ចប់ត្រឹមនេះសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុច Subscribe និងរូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំផលិតនូវវីដេអូក្រោយៗទៀតសង្ឃឹមថានឹងជួបពុកម៉ែបងប្អូនទាំងអស់គ្នានៅវីដេអូបន្តទៀតសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ